រឿងអ្នកតាឃ្លាំងមឿងក្នុងអតីតកាលកន្លងទៅក្នុងរាជព្រះចន្ទរាជាស្ថិតគង់នៅបន្ទាយលង្វែកកខ2502កាលជន់នោះសឹកខ្មែរជាសឹកចំនួនសៀមនៅឡើយតែនាំសួយសាអកឡើងទៅស្រុកសៀមព្រះចៅសៀមចាត់ព្រះរាជបុត្រមួយព្រះអង្គមាននាមមិនប្រកាសឲ្យមកនៅស្រុកខ្មែរដើម្បីមើលការខុសត្រូវធ្វើជាអ្នកត្រួតត្រាខាងពន្ធអកគ្រប់យ៉ាងក្រែងស្ដេចស្រុកខ្មែរមានចិត្តមិនត្រង់បំបត្តិសួយសាអកយកទៅមិនអស់ឬមួយក្រែងស្ដេចខ្មែរមានគំនិតក្បត់មានចិត្តមិនត្រង់នឹងរាជការដោយប្រការណាមួយទើបប្រើព្រះរាជបុត្រពេញព្រះឫហីមកនៅដើម្បីជំនួសនេតព្រះអង្គចំណែកព្រះរាជបុត្រមានចិញ្ចឹមសត្វថ្មាត់មួយថ្មាត់នោះមានមាយាចិត្តចេះដឹងប្រហែលមនុស្សជាសត្វខុសពីសត្វដទៃធម្មតាចេះស្រឡាញ់ម្ចាស់ប្រើនាំសារទៅមករវាងស្រុកខ្មែរនិងស្រុកសៀមបានដោយស្ងាត់ថ្ងៃមួយព្រះចន្ទរាជាព្រួយប្រទេសថាព្រះចៅលោកមិនទុកព្រះហឫទ័យនឹងយឺនហើយបានជាលោកចាត់ព្រះរាជបុត្រឲ្យមើលការផ្ទាល់ណាមួយព្រះរាជបុត្រនោះមានរំលោភបៀតបៀនមិនមានសេចក្តីកោតក្រែងបង្គាប់ឲ្យនាំសួយឡើងនិគុណខ្លួនហួសហេតុទ្រង់ទួយព្រះហឫទ័យខ្លាំងអស់ទ្រាំពុំបានក៏បង្គាប់ពួកពេជ្ជឃាដាឲ្យចាប់រាជបុត្រស្ដេចសៀមយកទៅសម្លាប់ចោលក្នុងព្រៃក្នុងពេលយប់ឯសត្វថ្មាត់លុះព្រឹកឡើងមិនឃើញព្រះរាជបុត្រជាម្ចាស់របស់វាហើយចុះហៅឡើងរកឃើញក្មួយនៅក្នុងព្រៃថ្មាត់ឃើញព្រះទម្រង់វាស្គាល់ច្បាស់ជាម្ចាស់វាក៏ជឹកញឹមពួរព្រះទម្រង់ទៅស្រុកសៀមថ្វាយព្រះបិតាព្រះចៅទទុតឃើញព្រះទម្រង់ទ្រង់យល់ថាព្រះរាជបុត្ររបស់ព្រះអង្គដល់ទីវង្គតហើយរឿងនេះពិតជាស្ដេចស្រុកខ្មែរសម្លាប់ទ្រង់ក្រោធខ្លាំងណាស់ក៏ប្រជុំពួកសេនាបតីមួយរំពេចមានព្រះបន្ទូលប្រាប់តាមរឿងរួចបង្គាប់ឲ្យលើកកងទ័ពមកសងសឹកស្ដេចស្រុកខ្មែរវិញហើយមានព្រះបន្ទូលថាត្រាតែសម្លាប់ព្រះចន្ទរាជាព្រមទាំងញាតិសាច់សាឡោហិតទាំងពួកសេនាបតីហើយរឹបជាន់យកទ្រព្យសម្បត្តិនិងគៀពួកបណ្ដារាមកស្រុកសៀមកុំឲ្យសល់ពួកកងទ័ពក៏ចេញមកដល់បន្ទាយលង្វែកចូលឡោមព័ទ្ធចាប់ព្រះចន្ទរាជាសម្លាប់ព្រមទាំងព្រះញាតិចំណែកព្រះម្នាងពេនជាស្នំក៏ភៀសខ្លួនរួចអំពីគ្រោះថ្នាក់ជាមួយនឹងសេនាបតីមឿងព្រមទាំងភរិយានិងបុត្របុនអ្នកទៀតពួកកងទ័ពសៀមគៀមនុអំពីស្រុកខ្មែរដោយទាំងព្រះម្នាងទៅជាមួយផងទាំងព្រះរាជទ្រព្យមានវិញ្ញាណឥតវិញ្ញាណចំណែកមេដំរីសមួយមានកូននៅក្នុងភួរឈ្មោះជំទាវបាល់ប៉ៃដែលជាព្រះទីណាំងដ៏ប្រសើរក៏ត្រាត់កងទ័ពសៀមគៀយកទៅដែរពួកសៀមជន់នោះមានសេចក្តីភ័យបាតធ្វើបាបខ្មែរអស្ចារ្យណាស់ចាប់មនុស្សដុតស្លឹកត្រចៀកដឹកយកទៅដោយសត្វថេតស្រីណាមានកូនខ្ចីចាប់ច្រកការងឲ្យដំរីជន់វារលែងតែមានកូនទាំងអត្តបុត្រនេះដោយប្រែអារម្មណ៍ធម្មតាក្នុងពោះលុះទៅដល់ស្រុកសៀមនាំសេចក្តីទៅថ្វាយព្រះចៅដល់សពគ្រប់ដោយសេចក្តីសង្សឹកបានសម្រេចដោយប្រាថ្នាព្រះចៅទ្រង់បង្កាប់ឲ្យយកពួកខ្មែរទាំងអស់ទៅនៅមួយក្រុមចិត្តក្រុងហើយសន្មតឲ្យឈ្មោះថាក្រុមខ្មែរញត្រូវព្រះម្នាងតែនហាក់ជាស្រីមានបុព្វវាសនាទុកណាជានាងទទួលគ្រោះថ្នាក់ដោយសៀមយកទៅយ៉ាងនឹងក៏ដោយនាងគង់នៅជាស្រីប្លែកអំពីស្រីទៀតដោយអំណាចកូនដែលនៅក្នុងកុភាជាកូនមានឥទ្ធិឫទ្ធិមានបុណ្យក៏បណ្ដាលឲ្យអ្នកផងចិត្តខាងមានចិត្តតូតន់រាប់អានស្រឡាញ់ជួយឧបត្ថម្ភជួយយកអាសានាងគ្រប់យ៉ាងលុះនាងមានខ្ពស់គ្រប់ខែ10ក៏ប្រសូតបុត្រមកដល់សុខសប្បាយអ្នកចិត្តខាងទាំងប្រុសទាំងស្រីជួយថែទាំផ្ដល់ទឹកក្តៅទឹងត្រចៀកអ្នកណាក៏មកមិនមានខានដោយអំណាចគុណបុណ្យទេចៈបារមីនៃទារកនោះលោកប្រសូតបាន3ថ្លៃពួកក្រុមញាតិមូលមាត់គ្នាឲ្យឈ្មោះកូននោះថាឧទិនចំណែកមេដំរីដែលជាព្រះទីណាំងក៏កើតកូនក្នុងថ្ងៃដំណើរទារកនោះដែរតែមេដំរីនោះផ្ដាច់ខ្សែតន្លឹងទៅកើតកូននៅក្នុងព្រៃឆ្ងាយលាក់មិនឲ្យអ្នកណាមួយដឹងឡើយដល់រាប់ដល់3ថ្ងៃទើបនាំកូនមកកាន់ទីកន្លែងដើមវិញកូនដំរីនោះមានពណ៌សម្បូរព្រមទាំងរូបរាងល្អប្លែកអំពីដំរីធម្មតាអ្នករក្សាដំរីនាំដំណឹងទៅក្រាបទូលព្រះចៅគ្រប់សពព្រះចៅពេញព្រះហឫទ័យណាស់ដំណើរពីកុមារឧទែនលុះបានអាយុ5ឆ្នាំដឹងសេចក្តីខុសត្រូវខ្លះឪពុកខ្ញុំទៅឯណាពុំដែលឃើញក្មេងកេងទៀតមានម្ដាយឪពុកខ្ញុំមិនឃើញដូចឪពុកដូចគេម្ដាយកាលបើលឺកូនសួរដូច្នេះនាងណែនក្នុងទ្រង់ឪ
អូលអាក់ខ្លោចសានិយាយប្រាប់កូនមិនរួចក៏និយាយបន្លែបន្លាយទៅកុំឲ្យកូនសួរទៀតពីព្រោះខ្លោចក្រែងរឿងនោះមិនចិត្តដឹងទូទៅនឹងដល់នៅសេចក្តីអន្តរាយនៃជីវិតកូនចេះតាសួរញយយនាងក៏និយាយបង្វែងមិនឲ្យសួរបានដរាបបោកូននោះអាយុ12ឆ្នាំថ្ងៃមួយនឹកថាកូននោះខានប្រាប់ពំបានក៏នាំកូនទៅកាន់ទីស្នាក់តែ2នាក់ដំណៅរឿងរ៉ាវតាំងពីដើមដល់ចុងកូនស្ដាប់បានយល់សេចក្តីសប្បុរសប្រាប់ម្ដាយឲ្យអត់ទ្រាំសិនចោះកូននឹងគិតរកមធ្យោបាយមួយដើម្បីនឹងវិលទៅនគរវិញចំណែកកុមារឧទែនចាប់ដើមតាំងពីថ្ងៃដែលបានស្ដាប់ពាក្យម្ដាយមកក៏ខំស្វែងរៀនសូត្រវិជ្ជាគ្រប់យ៉ាងមានអក្សរជាដើមឧទែនជាកុមារឆ្លាតវាងវៃអង្អាតប្លែកអំពីកុមារធម្មតាថ្ងៃមួយកុមារឧទែនចូលទៅសេពគប់នឹងពួកខ្មាដំរីសុំខ្លួនជាអ្នកបម្រើបោះច្រាស់រោងដំរីដើម្បីរៀនវិជ្ជាខាងខ្មាដំរីឲ្យស្ទាន់ថ្ងៃមួយព្រះចៅស្ដេចយាងមកតូតរោងដំរីឃើញកុមារនោះជួយធ្វើនេះធ្វើនោះដោយយកចិត្តទុកដាក់រហ័សរហួនវាងវៃមានប្រាបន្ទូលសួរថាក្មេងនេះមកពីណាខ្មាដំរីក្រាបទូលតាមដំណើរដោយសពក្រុមទ្រង់เป็นព្រះហឫទ័យមានព្រះបន្ទូលប្រាប់ថាចូលមើលក្មេងនេះផងចាប់ដើមពីថ្ងៃនោះមកកុមារខំយកចាត់ទុកដាក់ធ្វើការដោយហ្មត់ចត់បោះប្រមូលអាជុំដំរីដុតបំផុកជាជីដើម្បីយកតែដាំស្ពៃក៏មានគុំធំប្លែកចម្លែកអំពីស្ពៃអ្នកស្រុកធម្មតាលុះស្ពៃនោះធំល្មមដកកុមារឧទែនដកយកទៅលាងយ៉ាងស្អាតរែកយកទៅថ្វាយព្រះចៅទ្រង់ទតឃើញមានព្រះបន្ទូលថានេះកុមារឯងបានស្ពៃនេះមកពីណាប្លែកពីស្ពៃធម្មតាកុមារក្រាបទូលតាមដំណើរសពគ្រប់ព្រះចៅទ្រង់ប្រទានរង្វាន់នឹងមុខងារជាអ្នកត្រួតត្រាភ្នាក់ងារខាងដំរីជាកូនមេដំរីឈ្មោះចំដៀវបាល់បៃដែលជាទីនាំងដ៏ប្រសើររបស់ព្រះចៅក៏ស្រាប់តែចុះប្រេងមានកិរិយាខុសប្រក្រតីកាចសាហាវមិនព្រមស្ដាប់បង្គាប់ស្រេចខ្មាស្លាប់មិនមានអ្នកណាមួយអាចដឹកបានថែមទាំងធ្វើបាបអ្នកស្រុកបោចរួចផ្ទះសំបែងផ្អើលជ្រួលច្របល់រត់ខ្ចាត់ខ្ចាយចោលទីលំនៅរៀងខ្លួនពួកអ្នកគង់វ៉ាដំរីនាំសេចក្តីទៅទូលព្រះចៅទ្រង់ចាត់ការឲ្យស៊ើបសួររកអ្នកណាដែលអង្អាចក្លាហានហ៊ានទៅចាប់ដំរីនោះបានពេលនោះកុមារឧទែនឆ្លើយថាខ្ញុំហ៊ានទទួលដំរីនោះបានទៅទ្រង់ប្រគល់ការទៅកុមារឧទែនចាត់ការយ៉ាងណាឲ្យត្រូវចាប់បានព្រះទីនាំងនោះឧទែនបង្កាបឲ្យប្រមូលដំរី500មកដើម្បីនឹងរើសយកដំរីណាគួរយកមកធ្វើធ្លាក់បានទើបរើសយកមេម្ដំរីសឈ្មោះជំទាវប៉ាល់បៃពេលចេញទៅចាប់កុមារឧទែនបង្កាបឲ្យរៀបពិធីបួងសួងសែនព្រេនអឹកអធឹកអ្នកស្រុកផ្អើលមកមើលខឹកកងពីពេញមីរេដាលុះសែនព្រេនរួចកុមារឧទែនបង្កាបឲ្យយកចេក3ស្និតអំពៅ3បាច់ព្រះរាជទានបញ្ជូនមកឲ្យឆាប់ដើម្បីនឹងធ្វើការឲ្យបានសម្រេចដោយបំណងពេលទៅដល់ព្រះទីនាងស្ទុះមករកហាក់ដូចជាប្រុងនឹងព្រេចតែបែរទៅជាក្រាបថ្វាយបង្គំវិញដោយអំណាចទេចៈបុណ្យបារមីនៃឧទែននាននិយាយទូនមានប្រដៅថាឯងទៅតាមយើងទីនាងឯងតាំងពីថ្ងៃនេះទៅលះបង់មารយៈអាក្រក់ចេញទៅត្រូវធ្វើឲ្យស្ងួតល្អដូចអំពីដើមឲ្យចេញនឹងអំពើស៊ីរួតនិយាយថាតែប៉ុណ្ណោះស្រាប់តែដំរីដើរតាមទៅដោយស្រួលឥតបាច់ចាប់ចងថ្ងៃដែលទៅយកព្រះទីនាំងមកព្រះចៅទ្រង់ប្រទានរង្វាន់ឲ្យឧទែននិងប្រទានងារថាជ័យអស្ចារ្យជាសេនាខាងទ័ពដំរីនិងខាងតែដំរីព្រៃពួកអ្នករាជការទទួលស្គាល់ខ្លាចអំណាចអូទែនថាជាអ្នកមោះមុតស្ទាត់ជំនាញខាងខ្មាដំរីសូម្បីតែពេលចេញតាក់ដំរីព្រៃម្ដងមិនចាំមានគ្នាច្រើនប៉ុន្មានក៏ទៅតាក់បានដែរហាក់ដូចជាហៅមកបានព្រះចៅទ្រង់ពេញនឹងទុកព្រះហឫទ័យលើកជ័យអស្ចារ្យប្រហែលគ្នានឹងព្រះរាជបុត្ររបស់ព្រះអង្គលុះដល់អាយុ40ឆ្នាំជ័យអស្ចារ្យភ្នឹកគិតដល់បំណងដើមក៏រំពឹងគិតរកឧបាយណាមួយនឹងដោះខ្លួនចេញអំពីកណ្ដាប់ដៃសៀមហើយទៅនៅស្រុកខ្មែរសោយរាជឆ្នងព្រះបិតានឹងនាំយកមនុស្សអំពីស្រុកសៀមឲ្យបានសម្រេចដោយសេចក្តីបំណងទើបដើរនយោបាយចាត់មនុស្ស40នាក់ដែលជាមនុស្សទុកចិត្តស្និទ្ធស្នាលដោយបងប្អូនប្រកប
ធ្វើជាលេនឹងឈើជើងដំរីឲ្យយកជាលេច្រកអាចឆ្មាស់ដំរីញ៉ាត់ឲ្យណានទុកឲ្យស្ងួតចាក់រាយតាមស្ទឹងឬផ្លូវយកឈើជើងដំរីដោសង្កត់ជាស្នាមដានដូចជាដំរីដាមែនដើម្បីឲ្យអ្នកស្រុកឃើញហើយនាំព័ត៌មាននោះក្រាបទូលព្រះចៅនឹងទ្រង់ចាត់ឲ្យសេនាអស្ចារ្យខ្លួនទៅតាមតាក់មិនខានមៀងទៀតដើម្បីឲ្យពលដែលព្រះចៅចាត់ឲ្យទៅជាមួយជឿចាក់ក្នុងចិត្តថាជាដានដំរីពិតណានចំណែកអ្នកស្រុកលុះឃើញដានជើងដំរីនឹងអាចឆ្មាស់ធំអណ្ដែលតាមទឹកមកដូច្នោះក៏នាំសេចក្តីនោះទៅក្រាបទូលព្រះចៅទ្រង់ប្រោសជ័យអស្ចារ្យឲ្យទៅតាមតាក់ដំរីព្រៃដែលមានដានជើងធំនោះជ័យអស្ចារ្យក្រាបទូលថាសូមព្រះមេត្តាប្រោបើទ្រង់សពព្រះតីចង់បាយដំរីបែបនោះលុះតែមានគ្នាច្រើននិងដំរីថ្នាក់ដែលច្រើនហើយឲ្យមនុស្សដែលទៅជាមួយទូលប្របងគុំទាំងប៉ុន្មានស្ដាប់បង្គាប់ទូលប្របងទើបធ្វើការនោះបានពេលចេញទៅសូមព្រះអង្គមេត្តាអនុញ្ញាតឲ្យធ្វើពិធីបួងសួងផងឲ្យមានជោគជ័យព្រះចៅទ្រង់អនុញ្ញាតគ្រប់សំណូមពរប្រគល់កាយនោះឲ្យអស្ចារ្យតាមត្រូវការធ្វើបែបណាស្រេចនៅលើជ័យអស្ចារ្យចោះលុះរៀបធ្វើពិធីរួចព្រះចៅប្រទានព្រះខ័ណ្ឌសឹកឲ្យអំណាចពេញបើឈ្មោះណាមិនស្គាល់បង្កាបត្រូវសម្លាប់បានលុះចេញទៅបានចំនួន15ថ្ងៃដល់ពាក់កណ្ដាលផ្លូវមកស្រុកខ្មែរជ័យអស្ចារ្យធ្វើសារទៅក្រាបទូលព្រះចៅវិញថាសូមទ្រង់មេត្តាប្រោសទូលបង្គំជាខ្ញុំតាមតាក់ដំរីនោះកាន់តែឃើញដានគៀកហើយព្រះចៅទ្រង់ជ្រាបឲ្យថយត្រឡប់ទៅស្រុកសៀមវិញចំណែកពួកកងទ័ពព្រះជ័យអស្ចារ្យនាំគ្នាត្រឡប់មកកាន់បន្ទាយវិញសប្តាហ៍ថ្ងៃគេហៅថាបន្ទាយជ័យចាប់ដើមពីពេលនោះមកព្រះជ័យអស្ចារ្យបានទទួលរាជាភិសេកសោយរាជ្យនិងទទួលនាមថាព្រះជ័យចេស្តាព្រះចៅក្រុងកម្ពុជាធិបតីគង់នៅបន្ទាយជ័យលុះព្រះអង្គបានឡើងសោយរាជ្យសម្បត្តិសុខសាន្តហើយទ្រង់នឹកឃើញដល់គុណូបាកាសេនាមឿងដែលស៊ូបដូរជីវិតចំពោះព្រះអង្គនិងចំពោះទឹកដីខ្មែរទ្រង់ក៏ចាត់ឲ្យធ្វើបុណ្យឧទ្ទិសផលដល់ដួងវិញ្ញាណអខណ្ឌរបស់សេនាមឿងយ៉ាងឱឡារិកអស្ចារ្យជាប់ជាទំនៀមដល់រាប់ដល់មកសព្វថ្ងៃនេះហៅថាធ្វើបុណ្យឡើងនេតាខ្លាំងមឿងទៅវិញ